នេះគឺជាការមើលកុនដែលមានតម្លៃ 4000 រៀល ហើយនេះគឺជាកុនដែលមានតម្លៃ 80000 រៀល អញ្ចឹងពួកយើងនឹងសារការមើលកុនតម្លៃពី 4000 រៀលរហូតដល់ 80000 រៀលចង់ដឹងថា experience យើងសរុបមកគឺមិនដែរអញ្ចឹងនេះគឺជាកុនតម្លៃ 5000 រៀលរបស់យើងកាហ្វេ 5000 រៀលហ្មងហើយកាហ្វេនេះគឺពួកយើងទិញដល់ថ្ងៃតម្លៃ 5000 ស្រាប់យើងចាត់ទុកថាតម្លៃ 5000 រៀលចុះព្រោះដោយសារអីវ៉ាន់ទាំងអស់នេះគឺខ្ញុំខ្ចីគេដែរបាទចឹងឥឡូវអ្វីដែលយើងត្រូវធ្វើបន្តគឺរករឿងដែលយើងត្រូវមើល ពួកយើងក៏បានអង្គុយមើលរឿងតាំងពីមេឃភ្លឺរហូតដល់មេឃយប់ហ្មងហើយពេលអង្គុយមើលសុកហ្នឹងគឺអេផោសឹងសម្រាប់ខ្ញុំឈឺនំមិនសិននំបាទទៅទឹកទៅមកញ៉ៃពេលចឹងកាទៀតនៅក្នុងកុនណាគេឲ្យស្កប់អេចឹងមិនថានៅនេះស្រួលខ្លួនជាង ពួកយើងក៏បានមើលរឿងតហើយពេលដែលរឿងនេះចប់គឺពួកយើងបានដាក់បន្ទុកឲ្យការមើលកុនដែលមានតម្លៃ 4000 រៀលនេះ បើនិយាយរឿងភាពងាយស្រួលខ្ញុំឲ្យ4លើ5ដោយសារខ្ញុំអង្គុយបត់ជើងពេក comfort ខ្ញុំឲ្យ5លើ5ដោយសារខ្ញុំបានដេកលើនេះទៅវាស្រួលខ្លួន និយាយរឿង screen ហើយ sound 2ព្រោះដោយសារតែទី1អត់សូវលឺទី2វាទូចពេកមិនថាខ្ញុំរើសទេណាប៉ុន្តែអានេះយើងនិយាយតាមភាពជាក់ស្ដែង screen ហើយ sound ខ្ញុំឲ្យទាំង2ព្រោះដោយសារតែសលេងកុងទ័រវាអត់លឺសូរដូចសលេងបាសបើមាន speaker តែអែមតែក៏គេជេរដែរប រិយាកាស5លើ5មើលកុនបានមើលសាន់សិតអត់ងាយមានទេណា atmosphere បរិយាកាសវិញខ្ញុំឲ្យ6លើ5មកដោយសារតែនៅនេះត្រជាក់ស្រួលនៅខាងក្រៅហើយថ្ងៃនោះមេឃអត់ភ្លៀងទៀតយើងមើលកុនតាំងពីមេឃភ្លឺដល់មេឃយប់បើនៅក្នុងកុនធ្វើចឹងអត់បានទេណា ហើយរបស់ញ៉ាំ 1 មានតែកាហ្វេមួយកែវ ខ្ញុំឲ្យ0ដោយសារខ្ញុំអត់មានអីញ៉ាំផង ទាំងអស់ហ្មងខ្ញុំឲ្យ3លើ5 3កន្លះចុះ3កន្លះលើ5 ខ្ញុំឲ្យ4លើ5ដោយសារតែអីខ្ញុំបានទៅឈឺនោមទៀតបើយើងទៅរោងកុនមែនតើគេអត់ស្គប់រឿងឲ្យយើងត្រូវទៅខាតហើយតោះឥឡូវយើងបន្តទៅមើលកុនតម្លៃ 20000 រៀល មករៀបមកកុនយើងដាក់លើតុណាទេតែមួយណា វាមួយហ្នឹងអាណាទៅយក screen រោងកុនមកដាក់ឥឡូវដាក់រឿងមើល ចុំមកមុខខ្ញុំចាំងជាងអនាគតខ្ញុំទៀត យើងមើលតែរឿងណាខ្លីមួយបានតែប៉ិតឥឡូវនេះមិនមែនអស់ថា 20000 គត់ហ្មងវាអស់ 28300 ក៏តែយើងថា 20000 ហ្នឹងណាយើងយកកត់សំណងបានតែឥឡូវយើងចាប់តាមមើលហ្មងមើលអត់ឃើញ ហេយើងអាប៉ែនេះសំហ្មងមកមួយគេដូចរ៉ូមែនទិកដល់មកប៉ែនេះដូចអាម៉េចវិញ អេអត់ចុញ តាមចុចកុន ពួកយើងក៏បានអង្គុយមើល show ខ្លីមួយហើយពេលដែលមើលចប់ភ្លាមគឺដល់ពេលដែលយើងត្រូវដាក់បន្ទុកឲ្យការមើលកុនដែលមានតម្លៃ 20000 រៀលនេះ 3កន្លះយើងមានកន្លែងអង្គុយមើលស្រួលអញ្ចឹងណាហើយណាមួយវាអត់មានអីបាក់ផង ខ្ញុំគិតថា3កន្លះដែរព្រោះដោយសារតែបើសិនជាមានអីផ្អែកឬក៏មានអីដាក់មកស្រួលខ្លួនទុកមើលអញ្ចឹងណាអាហ្នឹងហត់តែអែមអញ្ចឹងទេប៉ុន្តែកៅនេះក៏មិនបានអង្គុយទេយើងអង្គុយមកប៉ុន្តែយើងអង្គុយនេះព្រោះដោយសារនេះវាស្រួលអង្គលជាងណាយើងស្រួលដូរប្លង់ថតអញ្ចឹងទៅ ឥឡូវ screen sound ហ្នឹងណា ខ្ញុំគិតថា2 1មិនយ៉ាង អត់លឺទេ បាទ ឃើញតែវីដេអូមើលអត់ចង់ច្បាស់ទៀត ខ្ញុំគិតថា2ព្រោះដោយសារ មួយបាន មួយក៏បានដែរអញ្ចឹងព្រោះដោយសារមានលឺអីហងមិញ atmosphere អាហ្នឹងខ្ញុំឲ្យ5លើ5វាខ្យល់ត្រជាក់ស្រួលមិនមែនខ្យល់ក្តៅខ្យល់ត្រជាក់ទៀតបានអង្គុយមើលទន្លេមើលកុនហើយមើលទន្លេទៀតអត់មាន food ទេប៉ុន្តែកាហ្វេ តែខ្ញុំបាយឆ្អែតហើយ បាយឆ្អែតហើយតែកាហ្វេខ្ញុំឲ្យ5លើ5កាហ្វេអែមឆ្ងាញ់ផឹកមកឆ្អែតមក និយាយទៅធ្វើអីក៏ដោយឲ្យតែមានកាហ្វេមួយរួចខ្លួនហើយខ្ញុំឲ្យបន្ទុកពេញហ្មង overall experience ណាខ្ញុំគិតថា4 4កន្លះ 4កន្លះអូ4កន្លះក៏បាន ព្រោះមិនយើងមកអង្គុយនៅហងៃណា ត្រូវយើងយូរមកមើលម្ដងហើយ4កន្លះក៏អាចថាបានដែរ Hello បង Hello តោះឥឡូវយើងបន្តទៅកុនមានតម្លៃ 80000 រៀលអានេះ welcome drink របស់គេពេលយើងមកដល់ភ្លាមយើងអង្គុយចាំគេឲ្យអានេះយើង drink មួយសិនព្រោះឥឡូវយើងនៅសល់10នាទីទៀតបានយើងចូលអញ្ចឹងពួកយើងក៏បានទៅដល់កន្លែងមើលកុនហើយខ្ញុំបានទិញសំបុត្រ2ដែលមួយសំបុត្រគឺមានតម្លៃ 40000 រៀលអញ្ចឹងបានន័យថា2នាក់យើងគឺអស់ 80000 រៀលគត់ហ្មងហើយពួកយើងក៏បានចូលក្នុងទៅមើលរឿងនៅក្នុង Go Class និយាយទៅពួកយើងធ្លាប់បានទៅពីមុនមកហើយប៉ុន្តែនេះគឺជាអ្វីដែលគេផ្ដល់ឲ្យនៅក្នុង Go Class ក៏អីគេអង្គុយហ្នឹងគឺយើងអាចបត់ដូចជាខែបានមិនមែនដូចខែហ្មងទេប៉ុន្តែគ្រាន់តែថាយើងអាចលើកជើងមករៀងខ្ពស់បានហើយគេឲ្យខ្នើយមួយជាមួយនឹងភួយមួយហើយក្រៅពីហ្នឹងគេក៏បានឲ្យ popcorn ហើយនឹងឲ្យ drink យើងដូចគ្នាពេលដែលមើលរឿងសុកហ្នឹងគឺខ្ញុំមានអារម្មណ៍ថាឈឺនោមខ្លាំងមែនតើអញ្ចឹងខ្ញុំក៏ធំអត់បានខ្ញុំរត់ចេញទៅយកបដ ாய் ហើយដោយសារតែរឿងហ្នឹងល្អមើលពេកខ្ញុំអត់ចង់ដាច់សាច់រឿងហើយខ្ញុំក៏បានលាងដៃប្រញាប់ដើម្បីរត់ចូលទៅមើលរឿងវិញតមកពួកយើងក៏បានមើលរឿងចប់ ភាពងាយស្រួលខ្ញុំឲ្យ5លើ5ដោយសារតែខ្ញុំអង្គុយនៅហ្នឹងស្រួលមែនហើយពេលហ្នឹងខ្ញុំអង្គុយចុកកកទៅខ្ញុំកាច់ឲ្យថយក្រោយទៅដេកបានទៀតអញ្ចឹងខ្ញុំឲ្យ5លើ5 screen and sound ខ្ញុំដឹងតែឲ្យ5លើ5ដែរដោយសារតែនៅក្នុងរោងកុនគឺសលេងបុកខ្លាំងសលេងលាន់ខ្លាំងអញ្ចឹងទៅវាលឺព្រោះ food and drink ខ្ញុំបានទឹកផឹកមួយហើយបន្តមកខ្ញុំបាន popcorn ឲ្យញ៉ាំប៉ុន្តែដោយសារតែខ្ញុំលាយរសជាតិទៅរៀងផ្អែមពេកអញ្ចឹងខ្ញុំឲ្យតែ4បានដែរ atmosphere បរិយាកាសត្រជាក់ខ្ញុំឲ្យ4សរុប overall experience មកខ្ញុំឲ្យ 4.5 ព្រោះដោយសារឲ្យពេលហ្នឹងខ្ញុំឈឺនោមដែរខ្ញុំមករៀនទៅទប់ទឹកព្រោះដោយសារឲ្យពងជក់រឿងហើយតែកាលណាខ្ញុំទៅទប់ទឹកដាច់ជើងខ្ញុំហី ភាពងាយស្រួលខ្ញុំឲ្យ5លើ5 screen and sound ដើរ5លើ5ហីព្រោះដោយសារអីសលេងខ្លាំងហើយ screen ធំទៀត food and drink ដូចគាត់និយាយមុនហ្នឹងអញ្ចឹងវាផ្អែមតិចប៉ុន្តែខ្ញុំញ៉ាំអស់អញ្ចឹង4លើ5បរិយាកាសបច្ចេក5លើ5សរុបទាំងអស់ខ្ញុំឲ្យ4កន្លះលើ5ដូចគ្នាព្រោះដោយសារអីដូចគាត់និយាយមកអញ្ចឹងជក់មើលវិញទៅខ្ញុំអត់ហ៊ានទៅទប់ទឹកតែពេលខ្ញុំទៅផ្លែតវាដាច់ជើងអញ្ចឹង4កន្លះ
អូបើគេស្គប់ឲ្យខ្ញុំឲ្យ5ហ្មង ចឹងនេះគឺជាបទពិសោធន៍ដែលពួកយើងបានសាកមើលកុនដែលមានតម្លៃ3ខុសគ្នា ប៉ុន្តែបើឲ្យខ្ញុំជ្រើសមួយណាល្អជាងគេគឺខ្ញុំយកទាំង3ហ្មងព្រោះវាម្នាក់ម្យ៉ាង ហ្នឹងហើយតាមអារម្មណ៍និយាយចេះចឹងបើសិនអ្នកនរចង់ឲ្យយើងសាកអីគេទៀតកុំភ្លេច comment ខាងក្រោមតែកុំថ្លៃពេកព្រោះខ្ញុំអត់មានលុយដែរ ហ្នឹងហើយយកជាងទូថ្លៃបាន ហ្នឹងហើយទូថ្លៃបានហើយ តែ80000អីអត់អីក៏មកតែដល់20-30ម៉ឺន ចាប់ដល់ហើយ បាទ កុំភ្លេច follow នៅឯផង